ខ្ញុំមិនចង់រស់នៅមានអ្នកបម្រើឆ្វេងស្ដាំអីទេអ៊ំដោយសារពេលនេះខ្ញុំក៏គ្មានប្រាក់ច្រើនដែរអ៊ំខ្ញុំមានត្រឹមតែដើមទុនបន្តិចបន្តួចតែប៉ុណ្ណោះណាស់ហើយចុះអារឿងមហូបមហារៀបចំផ្ទះសម្បែងខ្ញុំរៀបចំទៅពីអ្នកអ៊ំក៏បានដែរមានតែអ៊ំម្នាក់គឺពិសេសសម្រាប់ខ្ញុំណាស់ទៅហើយប៉ុន្តែខ្ញុំគិតថារឿងមហូបអាហារអ៊ំយកអ្នកបម្រើស្រីមកជំនួសអ៊ំទៅចុះខ្ញុំមិនពិបាកអីនោះទេគ្រាន់តែខ្លាចធ្វើមិនឆ្ងាញ់មិនត្រូវមាត់ម្ចាស់តូចដូចជាមនុស្សស្រីនឹងណាតែបើម្ចាស់តូចគិតថាអាចរស់នៅជាមួយអ៊ំតែពីរនាក់បានក៏នៅតែចុះតែយ៉ាងណាណាកុំលអ៊ូថាពីសាមបាយមិនសូវបានព្រោះតែមានចុងភៅពិសេសដូចជាអ៊ំនេះអ៊ំមិនបាច់បារម្ភពីរឿងនេះទេខ្ញុំយ៉ាងម៉េចក៏ហូបបានដែរណាការខ្ញុំរៀននៅរាជធានីនោះណាខ្ញុំធ្វើម្ហូបតែខ្លួនឯងនឹងណាអ៊ំថ្ងៃនេះខ្ញុំប្រហែលជាមិនបានហូបបាយជុំអ៊ំទេណាអ៊ំពីព្រោះថាបន្តិចទៀតគឺខ្ញុំចេញទៅខាងក្រៅប្រហែលជាយប់បន្តិចទើបខ្ញុំត្រឡប់មកវិញណាអ៊ំម្ចាស់តូចត្រូវចុះទូកឆ្លងទៅភូមិតើមកខាងមែនអត់ចាំខ្ញុំជាអ្នកជួនម្ចាស់តូចទៅមិនអីទេអ៊ំគឺខ្ញុំអាចចាយទុកបានតែខ្លួនឯងតាម្យ៉ាងទៀតយើងក៏មានទុកផ្ទាល់ខ្លួនដែរនឹងខ្ញុំគិតថាវានឹងងាយស្រួលដឹកអីវ៉ាន់ត្រឡប់មកវិញណាក៏តាមចិត្តអ៊ំមិនរំខាននោះទេតែយ៉ាងណាត្រូវតែថែរក្សាខ្លួនឬទេបាទអ៊ំអញ្ចឹងខ្ញុំអរគុណហើយណាមិនអីទេមិនចាំបាច់មកអរគុណអ៊ំច្រើនពេកទេសំភារអ៊ំច្រើនពេកយកអ៊ំដូចជាអៀនដល់ហើយនេះកុំនៅយប់ពេកណាក្រែងពិបាកធ្វើដំណើរតាមផ្លូវខ្ញុំដឹងហើយអ៊ំខ្ញុំគិតថាទៅជួបគ្រួសារអ៊ំឆនប្រាប់ដំណឹងគាត់បន្តិចមិននៅយូរទេខ្ញុំទៅសិនហើយអ៊ំណែម្ចាស់តូចប្រកាសហើយថាអាចអ៊ំទូកបានខ្លួនឯងនោះម្ចាស់តូចទៅនៅខេត្តតាំងពីតូចធ្វើម៉េចនឹងចេះអ៊ំទូកទៅអ៊ំមើលណាខ្ញុំប្រាប់ថាអ៊ំបានគឺបានហើយគ្មានបញ្ហានោះទេណាអ៊ំឆាតគេបង្រៀនខ្ញុំអ៊ំទូកប្រហែលថ្ងៃដែរតើអ៊ំគ្រាន់តែអ៊ំទូកប៉ុណ្ណឹងមិនពិបាកទេអ៊ំអ៊ំខ្ញុំទៅសិនហើយអ៊ំម្ចាស់តូចចេះអ៊ំទូកជំនាញដែរតើនេះស្មានតែទៅមិនរួចទេខ្ញុំទៅហើយអ៊ំខ្ញុំមិនអីទេកុំបារម្ភខ្ញុំអីអ៊ំមើលផ្ទះផងណាមិនអីទេនេះចៅទូកប្រយ័ត្នប្រយែងណាបាទអ៊ំខ្ញុំអរគុណហើយអ៊ំខ្ញុំទៅអ៊ំសុខសប្បាយបាទអ៊ំចៅទូកគ្រាន់បើដែរតើអូចំណោក្លិនស្រែស្រើអើយជួយបងងំចឹងបើអើយចងចាំ
con xa ơi đừng có con xa đâu ơi đừng có con xa là bơm đừng có con xa con xa ơi đừng có con xa đâu ơi đừng có con xa là bơm đừng có con xa ôiស្បែកខ្ញុំអូយស្បែកខ្ញុំនោះស្បែកខ្ញុំតានោះ គឺស្បែករបស់នាងទេហ៎ ចាំមែនហើយស្បែករបស់ខ្ញុំឲ្យខ្ញុំសុំស្បែកខ្ញុំវិញមកណា ចាំខ្ញុំយកទៅឲ្យ មកស្បែកខ្ញុំចាំមែនហើយខ្ញុំសុំវិញមក នេះជាស្បែករបស់នាងមែនទេ ចាឲ្យខ្ញុំសុំស្បែកវិញមកណា ណែយកទៅវិញចុះ ចាអរគុណ ណែ អើយឲ្យមក ណែនាង ស្បែកខ្ញុំឲ្យខ្ញុំស្បែកវិញអូយ ណែ អូយ នាងនាង នាងមិនអីទេ ចាខ្ញុំមិនអីទេប៉ុន្តែគ្រាន់តែជ្រក់ទឹកតិចខ្ញុំអរគុណលោកហើយណាលោកបានជួយខ្ញុំទាន់ពេលកុំអីខ្ញុំប្រហែលជាលងទឹកស្លាប់បាត់ហើយមកតា អូយស្លាប់ហើយអូនេះចំប៉ាវាមនុស្សជប់ប្រុសម្នាក់ទៀតហើយមែនទេអូយមើលចោះនាងរ៉េននាងចំប៉ានេះវាឆ្វាក់ប្រុសមិនធម្មតាទេនេះព្រឹកជាប់អ្នកនោះឡើងងាយជាប់អ្នកនេះឥឡូវនេះមកជួបប្រុសម្នាក់ទៀតអូងាប់ហើយនាងនេះវាពិតជាមានមន្តស្នេហ៍មែនតែម្ដងហើយយើងទៅប្រាប់រឿងនេះដល់ម្ចាស់ស្រីសិនប្រាប់ក៏បានដែរតោះឲ្យទៅចឹងនាងបណ្ដើប្រុសម្រើសមកនាងឯងមិនចេះទុកគេខ្មាស់ម៉ែខ្លះទេអីហ៎នាងចំប៉ានាងអាចមើលតែម្ចាស់ស្រីមកដល់នាងអាចដឹងរឿងហើយណាអូយម្ចាស់ស្រីសុំអញ្ជើញម្ចាស់ស្រីមើលនាងចំប៉ាចង់ម្ចាស់ស្រីឃើញទេម្ចាស់ស្រីវាណាត់ជួបជាមួយមនុស្សប្រុសទៀតហើយណែនេះពួកនាងឯងនេះពិតជាមាត់ស្អុយម្ល៉េះនិយាយបានតែរឿងស្មោកគ្រោកប៉ុណ្ណឹងទេយើងណាមិនបានណាត់ជួបមនុស្សប្រុសឯណាទេយើងមិនទាន់តែបានស្គាល់ម្នាក់នេះផងហ្នឹងមិននឹងបានជួបគ្នាកាត់នោះចំណងស្អីហ៎នៅចិត្តនាងឯងនេះស្អីគេហ่าនាងចំប៉ាលោកស្រីម្ចាស់គឺអាប្រុសម្នាក់មួយនៅចិត្តវានឹងឲ្យលោកស្រីម្ចាស់គេហើយនឹងនាងចំប៉ាអោបគ្នានៅក្នុងទឹកឲ្យខ្វិតណាស់ម្ចាស់ស្រីហើយក៏ធ្វើមុខផ្អែមល្ហែមដាក់គ្នាទៀតពួកខ្ញុំនេះណាមកអត់ទាន់ឲ្យឃើញច្បាស់នឹងភ្នែកណាម្ចាស់ស្រីវាមកអោបគ្នានៅកណ្ដាលវាលមិនចេះខ្មាស់គេតតែសោះហើយណាម្ចាស់ស្រីយោនាងចំប៉ាមិនក៏នាងឯងនេះមកធ្វើរឿងអាក្រក់ៗបែបនេះហ៎ឆាប់ឡើង
ở lừa lang mau mưa tới con từ dừng nè mà đau anh mà đòn hơi អូជំនោក្លិនស្រែស្រើអើយជួយបងងំចឹងបើឲ្យចងចាំ mà đau anh áo về scotch cho bác anh nè vừa cua xa dừng nè bắt con cái từ vô hơi đòi xa tên miệng anh đi hơiแต่vừa dừng cua xa là bao dừng nè thằng mặc kề bệnh phúm mà cha gì khi cho mặt ba vừa ấy khó đòi mà cha gì kinh tế sao mà cha gì còn chưa tam sầm đây là bao nhiêu anh nhiêu on nè bộ cái này gì mình bật nó tên nào mà cha gì nhớ niềng chọn phá anh trong thai giường nè để chia xó chắc chưa sầm đây là bọc bộ ba men tế mi sấy bờ hơn dù hiên mà đi cồn giường phó nghe giường nè có khơi cho ba nặng phần này đấy thà anh nè mà chua prot đó cầm bông tức hai nguồn tức cho mình là kia tiết đấy là ốc là ơn ná là ốc là ơn là kia hơi tham trang mau bạc cái hai thà giường nè chưa sầm đấy nét ẩm ra từ vĩnh hả niềng nè ui លោកយាយខ្ញុំសុំទោសផងណានេះលោកយាយកំពុងតែយល់ច្រឡំហើយខ្ញុំជាអ្នកមកពីខេត្តទេហើយខ្ញុំក៏មិនដែលស្គាល់អ្នកនេះម្នាក់នេះដែរធ្វើម៉េចអាចមកមួយទឹកណាត់គ្នាលោកលឿនបាននេះទៅតែវាគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះទេណាលោកយាយសូមលោកយាយទុកពេលឲ្យខ្ញុំនេះបកស្រាយផងទៅលោកយាយក៏មានប្រសាសន៍ចោទប្រកាន់រឿងដែលមិនមែនជាការពិតបែបនេះអី នេះanh thầm ấy anh chỉ nè khác đấyនេះanhស្មានថាយើងនេះជឿពាក្យដោះសាររបស់ឯងមែនទេយើងមិនជឿឯងងាយទេអ្នកចំណូលថ្មីនឹងហើយដែលរត់តែងាយស្រួលឲ្យនាងចម្ប៉ានេះវាតាក់តងព្រោះថាវាបកកែលេងរឹកលេងពៀសម្បើមណាស់នេះវាប្រហែលជាចង់តាក់តងប្រុសអស់តែភូមិហើយមើលទៅព្រោះតែអន្តិតឯងជាអ្នកចំណូលថ្មីនឹងហើយបានជាជាប់តាក់នាងចម្ប៉ានឹងណាព្រោះថាមិនដឹងពីសន្តានរបស់វានោះអីតែសម្រាប់អ្នកនៅទីនេះអ្នកណាក៏គេដឹងពីគំនិតវិជារបស់នាងនឹងដែរចង់យកស្អីមកនិយាយគេក៏មិនជឿដែរខ្ញុំសូមនិយាយបញ្ជាក់ម្ដងទៀតណាថាខ្ញុំមិនដែលធ្លាប់ស្គាល់អ្នកនេះម្នាក់នេះទេទោះបានជួបគ្នាវាសុទ្ធតែជារឿងចៃដន្យតែប៉ុណ្ណោះបើសិនជាអ្នកទាំងអស់គ្នាមិនជឿខ្ញុំទេខ្ញុំអាចរកមនុស្សមកបញ្ជាក់បានខ្ញុំទើបតែមកដល់ស្រុកកំណើតនៅថ្ងៃនេះទេធ្វើម៉េចទើបខ្ញុំអាចស្គាល់អ្នកនេះម្នាក់នេះបានទៅមុននេះបន្តិចខ្ញុំកំពុងតែចែវទូកហើយស្បៃរបស់អ្នកនាងក៏បានប៉ើធ្លាក់មកលើខ្ញុំហើយខ្ញុំគ្រាន់តែរើសស្បៃយកមកឲ្យអ្នកនាងវិញតែប៉ុណ្ណោះចៃដន្យនាងក៏បានធ្លាក់ទឹកហើយខ្ញុំក៏បានជួយនាងតែម្ដងទៅខ្ញុំបារម្ភខ្លាចនាងមិនចេះហែលទឹកទើបបានជាខ្ញុំស្ទុះលោតទៅជួយនាងនឹងណាគឺរឿងមានតែប៉ុណ្្នឹងទេណាលោកយាយបើលោកយាយនិងអ្នកទាំងអស់គ្នាមិនជឿខ្ញុំអាចហៅអ្នកផ្សេងមកបញ្ជាក់បានណាមែនក៏អីខ្ញុំគ្រាន់តែចង់ឲ្យលោកយាយនិងអ្នកទាំងអស់គ្នាបានដឹងថាអ្វីដែលខ្ញុំនិយាយវាសិទ្ធិការពិតហើយកុំមកចោទប្រកាន់អ្វីដែលខុសរឿងបែបនេះអីណែអញនិយាយនេះគឺ
គឺចង់ឲ្យយើងខ្មាស់គេដោយសារតែនាងចម្ប៉ាមែនទេល្អមុខណាស់ទៅហ៎ដែលត្រូវដើរសួរបញ្ជាក់គេឯងគ្រប់គ្នាឲ្យមកធ្វើជាសាក្សីឲ្យពីអ្នកឯងអោបគ្នានៅក្នុងទឹកកណ្ដាលថ្ងៃត្រង់ហ្នឹងហ៎ហ៎ពួកឯងមិនចាំបាច់ដោះសារច្រើនទេយើងមិនចង់ដេញដោលច្រើនអីទាំងអស់ណានាងចម្ប៉ាឯងឆាប់ឡើងទៅលើផ្ទះធំភ្លាមទុកឲ្យលោកបងជាអ្នកសួរឯងវិញល្អជាងណាមែនហើយកូនប្រុសយើងក៏នៅផ្ទះដែរឲ្យគេនិយាយជាមួយនាងជើងល្អនេះវិញទៅចាំមើលតើនាងឯងនេះបានឲ្យឆ្លើយដោះសារទៅហើយនាងឯងនេះឆ្លើយដោះសារថាយ៉ាងម៉េចទៅហ៎ចំណែកឯងវិញណាទៅណាក៏ទៅហើយកុំមកហាញ់មុខនៅម្ដុំនេះទៀតកុំឲ្យពួកយើងនេះឃើញមុខឯងអសោះបើឯងគ្មានទំនាក់ទំនងស្អីជាមួយនឹងនាងចម្ប៉ាទេនោះអត់ទេខ្ញុំមិនទៅណាទាំងអស់អូជំនោក្លិនស្រែស្រើអើយជួយបងងំចឹងបើអើយចងចាំខ្ញុំត្រូវតែនៅទីនេះដោះស្រាយការចោទប្រកាន់ឲ្យរួចរាល់សិនអូគ្រាន់បើណាស់ណោះឯងនេះចង់សួររកខុសត្រូវមិនព្រមចាប់ទេមែនទេល្អណាស់ឯងនេះចង់អះអាងការពារខ្លួននាងចម្ប៉ាម្នាក់នេះមែនទេល្អអន្តើអញ្ចឹងឯងនេះត្រៀមពាក្យដោះសារឲ្យទៅមានរឿងធំហើយកុំបាច់ភ័យអីខ្ញុំនឹងជួយអ្នកនាងចូលទៅខាត់ចូលភ្លាមទៅខ្ញុំបានធ្វើខុសលេងខ្ញុំធ្វើខុសអង្គុយចុះភ្លាមទៅអង្គុយចុះសំបលោកជីអង្គុយទៅនាងចម្ប៉ាលោកជីងាប់លេងហើយនៅមកដោះសារជាមួយយើងទៀតអីយើងឃើញច្បាស់នឹងផ្លែយើងហើយនេះលោកជីដាក់ទៅលោកស្រីទៅលោកជីដាក់ទៅលោកស្រីដាក់ទៅណាស់ណោនេះណាមកទៅនេះណាខ្ញុំសំបយើងបាញ់ចឹងខ្លាំងបែបខ្លោខ្ញុំសំបនេះឯងប្រហែលដល់ហើយមិនចេះស្ដាប់នេះរឹងណាស់មិនចេះស្ដាប់មិនក្បាលនេះលោកជីបានហើយមានស្រីចង្រៃឯងនេះថោកទាបណាស់ថោកទាំងមិនអាចតកូនមិនចេះស្ដាប់បារឹងខ្ញុំសំបបដៅឯងនេះមិនចេះចាំមិនចេះរៀងទេហ៎យើងប្រាប់នាងឯងប្រហែលដល់ហើយហ៎លោកជីនេះបារឹងខ្ញុំអត់ណាស់ទេនេះគឺជាចង់ចាញ់ជាមួយជើងផងមែនទេមិនឲ្យមកចេះចាំដាក់ទៅចង់ខ្លាំងហ៎ចាស់ស្រីដាក់ទៅធ្វើអញ្ចឹងដាក់ទៅនាងឯងបាត់ជើងឲ្យស្រួលបួលណាបាត់ជើងឲ្យត្រង់ទៅយើងប្រាប់ថៃដាក់ជើងមកនេះមកត្រូវឲ្យណាចង់ខ្លាំងហ៎នេះណាឯងដឹងទេរឿងនេះគឺធ្វើឲ្យយើងអាម៉ាស់មុខខ្លាំងណាស់ដឹងទេនាងឯងនេះណាតើតែចាប់ជួកោទើបឯងរៀងចានមែនទេនាងចម្ប៉ាទើបឲ្យស័ក្តិសមនឹងចរិតរបស់ឯងមែនទេដាក់ទៅបានទេដាក់ទៅលោកស្រីបានទេតែឃើញឯងបានខ្លាំងទៅលោកស្រីដាក់ឯងចាស់ទៅខ្លាំងទៅលោកស្រីទៅជាមួយយើងផងនេះណាឲ្យរៀងចាប់ប្រឆាំងនឹងយើងណាថែមទៀតទៅលោកស្រីខ្ញុំសំបឈឺណាស់ឈឺយ៉ាងណាទៀតខ្ញុំរៀងចាស់តែខួរក្បាលឯងនេះមិនចេះចាំទេឯងមើលមុខយើងឲ្យច្បាស់យើងមិនទុកចិត្តឯងទេឯងអាក្រក់ណាស់ឯងទទួលស្គាល់ទៅថាឯងខុសហើយទទួលស្គាល់ផងទៅថាឯងបានធ្វើស្អីខ្លះឯងនេះគឺជាកូនប្រុសរបស់លោកដង្ខៅផែនពិតមែនណាបើនិយាយពីឈ្មោះរបស់លោកឪពុកឯងនោះណាយើងធ្លាប់ស្គាល់
ហើយយើងក៏ធ្លាប់រាប់អានគ្នាដែរកាលពីគាត់នៅរស់នោះយើងនៅចាំបានកាលពីយើងទៅចូលរួមពិធីបុណ្យសពលោកដង្ខៅផែននោះគឺក្មួយភពឯងនេះណាទើបតែមានអាយុ8-9 ឆ្នាំតែប៉ុណ្ណោះទេខ្ញុំមិននឹកស្មានថាលោកម្ចាស់ស្គាល់ឪពុករបស់ខ្ញុំដែរទេកាលនោះខ្ញុំនៅតូចពេកខ្ញុំមិនចង់ចាំប្រមាណទេហើយខ្ញុំនិងអ្នកម៉ែបានទៅរស់នៅឯខេត្តហើយខ្ញុំក៏បានទៅរៀននៅអារាជធានីជាច្រើនឆ្នាំហើយទើបតែវិលមកស្រុកពេលនេះឯងដូចជាខ្ញុំបានជម្រាបលោកម្ចាស់អញ្ចឹងខ្ញុំមិនដែលបានស្គាល់នាងនោះទេគឺខ្ញុំគ្រាន់តែបានជួបនាងអាចារ្យដនតែប៉ុណ្ណោះហើយការដែលអ្នកបំរើចោទប្រកាន់នាងនឹងខ្ញុំនោះវាមិនមែនជារឿងការពិតនោះទេហើយវាជារឿងធ្វើឲ្យពួកខ្ញុំបាត់កិត្តិយសទាំងសងខាងហើយវាជារឿងអាចចោទប្រកាន់ពួកខ្ញុំដែលមិនត្រឹមត្រូវតអសោះ មិនក៏លោកបងមានប្រសាសន៍បែបហ្នឹងអញ្ចឹង